ថ្មីនេះផងដែរលោក Elon Musk ទម្លាក់លុយចំនួន $3.6 លានសហរដ្ឋអាមេរិកដើម្បីពង្រីករោងចក្រត្រៀមផលិតឡាន 500,000 គ្រឿងបើនិយាយពីរថយន្តអគ្គិសនីគេប្រកាសជានឹកឃើញដល់ម៉ាកយីហោឡាន Tesla របស់មហាសេដ្ឋីលេខ1ពិភពលោក Elon Musk រហូតដល់មានអ្នកខ្លះចាត់ទុកថាលោក Elon Musk គឺជាបុគ្គលដ៏សំខាន់បំផុតមួយរូបក្នុងការជំរុញផលិតនិងធ្វើឲ្យមនុស្សមួយពិភពលោកងាកមកចាប់អារម្មណ៍ចាប់ផ្ដើមប្រើប្រាស់រថយន្តដំណើរការដោយថាមពលអគ្គិសនីដើម្បីបរិស្ថានខណៈដែលបច្ចុប្បន្ននេះលោក Elon Musk កំពុងតែជំរុញការផលិតឡានអគ្គិសនីកាន់តែខ្លាំងឡើងដើម្បីបំពេញតម្រូវការទីផ្សារផងដែរជាក់ស្ដែងកាលពីថ្ងៃទី24ខែមករាឆ្នាំ2023កន្លងទៅលោក Elon Musk បានសម្រេចធ្វើការវិនិយោគលុយចំនួន$3.6 លានសហរដ្ឋអាមេរិកក្នុងការពង្រីករោងចក្រផលិតថ្មនិងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងរដ្ឋមួយដែលមានឈ្មោះថា Nevada សហរដ្ឋអាមេរិកដើម្បីបំពេញទំហំផលិតកម្មរថយន្តរបស់ខ្លួននេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Tesla ប្រភពដដែលបានឲ្យដឹងថាចាប់តាំងពីឆ្នាំ2014មកក្រុមហ៊ុន Tesla ចាប់ផ្ដើមធ្វើការវិនិយោគទៅលើរោងចក្រផលិតរថយន្តដែលមានឈ្មោះថា Gigafactory អាចជាង$6.2 លានរួចមកហើយដោយរោងចក្រមួយនេះអាចជួយបង្កើតការងារដល់ប្រជាជននៅក្នុងតំបន់រហូតដល់ 17,000 នាក់គួរជម្រាបដែរថាសម្រាប់ការវិនិយោគបន្ថែម$3.6 លាននេះគេប៉ាន់ប្រមាណថានឹងបង្កើតការងារបន្ថែមចំនួន 3,000 កន្លែងក៏ដូចជាអាចផលិតរថយន្តបានចំនួន 50,000 គ្រឿងនៅក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារផងដែរសូមអរគុណចំពោះការទស្សនាពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូប្រភេទនេះកុំភ្លេចជួយចុច Subscribe ដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទផងដែរ